សូមចូលរួមស្ដាប់ព្រះគម្ពីរមួយថ្ងៃមួយជំពូកជាមួយលោកគ្រូគឹមកាន់សឹកសូមអានព្រះគម្ពីរលោកពុបាទទំពុក34លោកស្រីលេអាបានបង្កើតកូនស្រីមួយជូនលោកយ៉ាកុបឈ្មោះទីណាថ្ងៃមួយនាងទីណាបានចេញទៅសួរសុខទុក្ខស្រីនៅស្រុកនោះពេលនោះស៊ីកេមជាកូនរបស់លោកហាម៉ូលសាហេវីដែលជាមេកន្ទ្រៀងនៅស្រុកនោះបានឃើញនាងហើយក៏ចាប់នាងរំលោភស៊ីកេមជំពាក់ចិត្តនឹងនាងទីណាជាកូនរបស់លោកយ៉ាកុបយ៉ាងខ្លាំងគាត់ស្រឡាញ់នាងហើយចង់លួងលោមចិត្តនាងស៊ីកេមជំរាបលោកហាម៉ូលជាឪពុកថាសូមលោកឪពុកដណ្ដឹងនាងនេះឲ្យកូនធ្វើជាប្រពន្ធមកលោកយ៉ាកុបទទួលដំណងថាស៊ីកេមបានធ្វើឲ្យកូនស្រីរបស់លោកបាត់បង់កិត្តិយសតែដោយកូនប្រុសរបស់លោកទៅខ្វៀលជាមនៅវាលអះទៅលោកនៅស្ងៀមទម្រាំពួកគេត្រឡប់មកវិញលោកហាម៉ូលជាឪពុកស៊ីកេមក៏បានចេះមកជួបលោកយ៉ាកុបដើម្បីនិយាយជាមួយលោកកាលកូនប្រុសរបស់លោកយ៉ាកុបពលមកពីវាលវែនបានដឹងរឿងនេះគេយល់ឃើញថាគេក៏បាត់មុខដែរហើយក្តៅក្រហាយយ៉ាងខ្លាំងព្រោះស៊ីកេមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុតជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត់នៅស្រុកអ៊ីស្រាអែលគឺគាត់បានរំលោភលើសកូនស្រីរបស់លោកយ៉ាកុបលោកហាម៉ូលបាននិយាយទៅកាន់លោកយ៉ាកុបនិងកូនថាស៊ីកេមកូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំងដូច្នេះសូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅសូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំដោយសារចំណងអាពាហ៍ពិពាហ៍គឺបងប្អូនលើកកូនចៅស្រីមកឲ្យយើងខ្ញុំហើយបងប្អូនក៏យកកូនចៅស្រីរបស់យើងខ្ញុំវិញដែរបងប្អូនអាចរស់នៅជាមួយយើងខ្ញុំបានទៅប៉ាត់ស្រុកទេនេះនៅចំហសម្រាប់បងប្អូនដូច្នេះសូមបងប្អូនតាំងទីរំនៅរកស៊ីនិងទិញដីធ្លីនៅស្រុកនេះហើយស៊ីកេមពោលទៅកាន់ឪពុកនិងបងប្រុសទាំងអស់របស់នាងទីណាថាសូមមេត្តាជាស្រីឲ្យខ្ញុំផងអ្វីក៏ដោយឲ្យតែអះលោកបង្គាប់ខ្ញុំបាត់សូមប្រគល់ជួនទាំងអស់សូមបង្គាប់ខ្ញុំបាត់ឲ្យជួនបណ្ដាការយ៉ាងថ្លៃនិងទាចំនួនយ៉ាងច្រើនក៏បានគឺអះលោកបង្គាប់អ្វីក៏ដោយខ្ញុំបាត់សូមប្រគល់ជួនទាំងអស់ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាត់ដោយស៊ីកេមបានធ្វើឲ្យនាងទីណាជាប្អូនរបស់លោកគេបាត់បង់កិត្តិយសគុំប្រព្រឹត្តរបស់លោកយ៉ាកុបឆ្លើយទៅស៊ីកេមនិងលោកហាម៉ូលជាឪពុកគាត់វិញដោយក៏ល្បាត់ថាយើងមិនអាចយល់ព្រមតាមពាក្យស្នើរបស់អ្នកទេគឺយើងពុំអាចលើកប្អូនស្រីឲ្យប្រុសណាដែលមិនកាត់ស្បែកបានឡើយទោះដូច្នេះនឹងនាំឲ្យយើងបាក់មុខជាមិនខានយើងយល់ព្រមតាមពាក្យស្នើរបស់អះលោកបានលុះត្រាតែពួកលោកសុខចិត្តកាត់ស្បែកដូចយើងគឺត្រូវកាត់ស្បែកឲ្យប្រុសទាំងអស់គ្នាក្នុងចំណោមពួកលោកទោះដូច្នេះទើបយើងលើកកូនស្រីរបស់យើងឲ្យពួកលោកហើយយើងក៏នឹងដណ្ដងកូនស្រីរបស់ពួកលោកដែរយើងនឹងរស់នៅជាមួយពួកលោកហើយយើងទាំងអស់គ្នានឹងទៅជាសាសតែមួយប៉ុន្តែប្រសិនបើអលោកមិនព្រមកាត់ស្បែកដូចយើងទេនោះយើងនឹងយកកូនស្រីរបស់យើងវិញហើយចាក់ចេញពីទីនេះទៅលោកហាម៉ូលនិងស៊ីកេមជាកូនក៏យល់ស្របតាមពាក្យស្នើនេះអ្នកគំរោះនោះមិនបង្អែបង្អងនឹងធ្វើតាមឡើយព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំងក្នុងគ្រួសាររបស់លោកហាម៉ូលគេគោរពស៊ីកេមជាងគេ
លោកហាម៉ូលនិងស៊ីហ្គេមជាកូនបាននាំគ្នាទៅមាត់ទ្វារក្រុងហើយពោលទៅកាន់អ្នកក្រុងនោះថាអ្នកទាំងនោះចង់បានសុខជាមួយយើងដូច្នេះទុកឲ្យពួកគេរស់នៅនិងរស់ស៊ីជាមួយយើងហើយបោកចំហស្រុកយើងឲ្យគេចូលមកចុះយើងនាំគ្នាដណ្ដងកូនស្រីរបស់គេមកធ្វើជាប្រពន្ធហើយលើកកូនស្រីរបស់យើងឲ្យគេធ្វើជាប្រពន្ធដែរក៏ប៉ុន្តែពួកគេសុខចិត្តរស់នៅជាមួយយើងនឹងចូលជាសាសតែមួយបានទាល់តែប្រព្រោះទាំងអស់ក្នុងចំណោមពួកយើងកាត់ស្បែកដូចពួកគេដែរបើយើងសុខចិត្តធ្វើតាមពាក្យស្នើរបស់គេសុខចិត្តរស់នៅជាមួយយើងហើយវង្សស័ក្តិទ្រព្យសម្បត្តិនិងសត្វទាំងប្រមាណរបស់គេនឹងត្រូវបានមកជាកម្មសិទ្ធិរបស់យើងមិនខានមនុស្សម្នាទាំងប្រមាណដែលបានចេញទៅស្ដាប់លោកហាម៉ូលនិងស៊ីហ្គេមកូនរបស់គាត់នៅមាត់ទ្វារក្រុងក៏យល់ស្របតាមពាក្យរបស់អ្នកទាំងពីរហើយប្រព្រឹត្តដែលទៅស្ដាប់នៅមាត់ទ្វារក្រុងបានទទួលវិធីកាត់ស្បែកទាំងអស់គ្នានៅថ្ងៃទី3ពេលប្រព្រឹត្តក្រុងនោះកំពុងតែឈើកូនប្រុសពីរនាក់របស់លោកយ៉ាកុបគឺលោកស៊ីមៀននិងលោកលេវីតែត្រូវជាបងរបស់នាងទីណាបាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុងអ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយអ្នកទាំងពីរក៏ប្រហារជីវិតប្រព្រឹត្តទាំងអស់នៅក្រុងនោះគេក៏បានប្រហារជីវិតលោកហាម៉ូលនិងស៊ីហ្គេមជាកូនដោយមកតើដែររួចហើយគេក៏យកនាងធីណាចេញពីផ្ទះរបស់ស៊ីហ្គេមកូនប្រុសលោកយ៉ាកុបឯទៀតបានរឹបអូសយករបស់របរលើសាសពហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផងត្បិតអ្នកក្រុងនោះបានធ្វើឲ្យនាងទីណាជាប្អូនស្រីរបស់ពួកគេបាត់បង់កិត្តិយសពួកគេបានចាប់វង្សជាមនិងវង្សពោព្រមទាំងលារបស់អ្នកស្រុកនោះទាំងនៅក្នុងក្រុងទាំងនៅតាមស្រុកស្រែយកទៅជាមួយពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះចាប់កូនក្មេងនិងស្រីយកទៅជាមួយដែរហើយបានប្រមូលយកអ្វីៗទាំងប្រមាណតែមាននៅក្នុងផ្ទះគេផងលោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកស៊ីមៀននិងលោកលេវីថាកូនទាំងពីរប្រព្រឹត្តដូច្នេះនាំឲ្យពុកមានកង្វល់ហើយព្រោះអ្នកស្រុកនេះគឺជនជាតិកាណាននិងជនជាតិពេរិសិតមកជានាំគ្នាស្អប់ពុកប្រសិនបើពួកគេលើកគ្នាមកវាយប្រហារពុកនោះពុកត្រូវវិនាសជាមួយក្រុមគ្រួសារពុកជាមិនខានត្បិតពុកមានតបតែបន្តិចបន្តួចប៉ុណ្ណោះលោកស៊ីមៀននិងលោកលេវីតបថាពួកកូនមិនទុកឲ្យគេប្រមាថមាំងងាប្អូនស្រីរបស់ពួកកូនដូចជាស្រីខូចនោះឡើយអាមែន